ចូលបងចូលបងចូលអូខេបន្ទាប់ពីបងប្អូនឃើញវីដេអូយើងបាក់ដងរ៉ោករ៉ាលេងនុយជីកប្រហែលវីដេអូមុនឥឡូវខ្ញុំចេញវីដេអូលេងនុយជីកទៀតហើយលើកនឹងទៅលេងដង casting ម្ដងហើយជាមួយម៉ាស៊ីន casting ដូចគ្នាតែបទពិសោធន៍ខ្ញុំនៅក្នុងវីដេអូនេះគឺលេងដង casting វាទី1វាអត់សូវស្រួលដូចលេង spinning ទេទី1នៅពេលដែលយើងលើកតម្លាក់អញ្ចឹងវាអាចតាក់កវលពួកអីកវលដង casting វាបះឡើងទៅលើអញ្ចឹងយើងលើកពេលខ្លះអាចតាក់ខ្សែមួយចុងហើយមួយវិញទៀតចំពោះដង casting ដៃយើងវាអត់សូវស្និទ្ធដូច spinning ទេនៅពេលដែលចូលត្រីនិយាយទៅចង់ឆ្លោះក៏ដៃវាចង់ផ្លាត់ដៃអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនបើសិនជាលេងជីកលេង spinning ល្អជាង casting វាអត់សូវនេះក៏ដៃហើយការតម្លាក់នុយការអីក៏វាស្រួលជាងនេះដែរ casting ណាលេង spinning ហើយនៅក្នុងវីដេអូនេះឥឡូវទីខ្ញុំលើកតម្លាក់ទីចូលឲ្យចង់ផ្លាត់ដៃឥឡូវបងប្អូនមើលវីដេអូស៊ីនទាំងអស់គ្នាទៅចូលបងចូលបងចូលទូចដែរហើយកន្លែងនេះក៏សុំតោបងប្រុសនៅក្នុងវីដេអូដែរគាត់យកកថ្មមកជួយដួសខ្ញុំឃើញតែនឹងវាទូចហើយក៏លើកមកទៅស្របពេលបងគាត់យកកថ្មមកជួយដួសអញ្ចឹងណាអញ្ចឹងថៃឬក៏នុយអីហ្នឹងវាគៀកនឹងគាត់អញ្ចឹងវាគ្រោះថ្នាក់មែនតើនៅពេលដែលយើងយកថៃយកអីគួរណាស់តែប្រុងប្រយ័ត្នហើយសុំទោសបងនៅក្នុងវីដេអូហ្នឹងផងដែលខ្ញុំយកមកវាឃើញតែទូចលើកឡើងអញ្ចឹងប៊ីសត្រូវគាត់ហើយយើងការលេងនុយជីកយើងគួរណាស់តែប្រុងប្រយ័ត្នតិចដោយសារតែនុយយើងវាមិនសិតតែផ្លែអញ្ចឹងណានៅពេលដែលរបូតថៃឬក៏អីអាចប៉ះពាល់បងប្អូនដែលគាត់ជួយដួសជួយអីអញ្ចឹងណាអញ្ចឹងការលេងនុយនេះត្រូវតែប្រុងប្រយ័ត្នតិចហើយដូចបងប្អូនឃើញអញ្ចឹងកំពុងតែហៅកតាបអត់មានហៅអីច្រើនទេហៅតកាប់ហើយនៅប្រដាប់ចាប់មន្ត្រីដោយសារតែដូចបងប្អូនឃើញថៃនោះវាមានខ្មុំហើយមួយទៀតផ្លែយើងនោះវាមុតអញ្ចឹងតួណាតែយកប្រដាប់ចាប់ម៉ូត័យនឹងតកាប់តិចវាមិនមែនថាយើងក្បាច់ក្បោទេតែយើងការពារភាសាជាងភាសាតែដល់ពេលដែលយើងរបួសវាពិបាកដែរវាចុកដែរអញ្ចឹងណាហើយផ្លែម៉ែហើយតើវានិយាយទៅបេះតាមស្រួលតើវាកលាស់មិនតិចគឺជាប់ដែរអញ្ចឹងយើងប្រយ័ត្នមែនតើក្នុងការលេងនុយនឹងតើមានតកាប់មានអីប្រដាប់ចាប់ម៉ូតអីធម្មតាតែពេលខ្លះមានតែប្រញាប់ដៃដែរណាអានេះគាត់ថាយើងនឹកឃើញក៏យកមកទៅបើសិនជានឹកអត់ឃើញប្រើដៃទៀតដែរអូខេឥឡូវយើងថតរូបថតវីដេអូអញ្ចឹងទៅប្រម៉ូតលក់នុយលក់អីចឹងណាយើងលេងផងយើងលក់នុយផងអញ្ចឹងទៅហើយបានធ្វើវីដេអូចែកម្លែកជូនបងប្អូនទស្សនាកំសាន្តហើយបងប្អូនចង់គ្រប់គ្រងជួយទិញនុយជីកនុយអីខ្ញុំក៏មាននៅក្នុងស្តុកដែរហើយមិនថាទឹកថ្លាមិនថាទឹកល្អទេគឺវាខាំដូចតែគ្នាទេឲ្យតែកន្លែងហ្នឹងមានត្រីពូអូខេហើយវីដេអូយើងមានតែប៉ុណ្្នឹងទេ